ประมาณไงนี่เมฆบักไงละอมันเต้นบองโปนนักเคยจังเฟื่อเงียดใส่โกโปรยคานเฟื่อหบอยู่ไว้จังเคยเมฆบักไงละอก็จังเฟื่อปละเงียดตกหบใบบุญไงจังนะบองโปนมุ้ยเมียนใส่โกละอพองใส่โกไงนะดมละอให้สัตสัตเพลสัตจะลอยจังนะบองโปนให้ใหญ่ทาปีละอมันเต้นบองโปนสัตนี่หลังหอมเงยให้สระละอเตียดจังโยมดอยังเลี้ยงตึกเลี้ยง ASR ตั้งนะบองโปนสัตนี่พายเจียปรามประมวยกะโลhayยังមានខ្ទឹមសមានម្ទេសមានដេងគ្រឿងក្រៅរបស់យើងស្ករអំបិលប៊ីចេងអីចឹងទៅហើយឥឡូវនេះខ្ញុំចាប់ដើមជាជាមួយនឹងសាច់របស់យើងហើយសាច់ដុំនេះល្អបងប្អូនសាច់ឡើងណែនហើយសាច់ថ្ងៃនេះខ្ញុំជាយកចំណិតតូចៗទេបងប្អូននិយាយទៅជាតាមទម្រង់សាច់ណាដែលយើងអាចជាបានរាងធំយើងជាធំទៅហើយសាច់ខ្លះខ្ញុំជាវាជារាងច្វាមូលចឹងបងប្អូននិយាយទៅរនឹកពាក្យច្វាមូលអត់ចង់ឃើញហើយណាមួយខ្ញុំគិតថាជារាងច្វាមូលចឹងពេលយើងហាលវាអត់ក្រៀមខ្លាំងបងប្អូនវាអត់រឹងខ្លាំងព្រោះឲ្យមេឃវាបើកថ្ងៃខ្លាំងដែរអញ្ចឹងបើយើងជាស្ដើងពេកក៏សាច់យើងវារឹងអត់ឆ្ងាញ់ទេបងប្អូនវាអត់សូវជាតិអញ្ចឹងណាអញ្ចឹងខ្ញុំជាតាមទរងសាច់ខ្លះច្វាមូលខ្លះទៅក៏រៀងតប៉ែអញ្ចឹងទៅហើយនេះឥឡូវហ្នឹងកំពុងឲ្យជាបដាអញ្ចឹងបងប្អូនសាច់ច្រើនដែរជារៀងយូរដែរហើយជានេះកាត់តបងប្អូនយកខ្លីៗទេបងប្អូនក៏ពិតជាប្រើពេលយូរដែរហ្នឹងណាហើយណាមួយកបិតវាអត់សូវមុតផងកបិតសគួតបដាអញ្ចឹងទៅហើយជាសាច់បដាហ្នឹងក៏ឃើញមេឃបើកថ្ងៃល្អក៏ឆ្លៀតបវលកាមេរ៉ាមកថតខាងក្រៅជូនបងប្អូនទស្សនាតិចទៅឥឡូវហ្នឹងបន្តពជាសាច់ហើយខ្ញុំងាកមកលាងជាមួយនឹងដេងម្ទេសខ្ទឹមរបស់យើងដើម្បីឲ្យវាទុកទៅឲ្យវាស្រស់ទឹកល្អណាបងប្អូនព្រោះអីបើយើងលាងភ្លាមបុកភ្លាមខ្លាចលោវាខ្ទាតចូលភ្នែករបស់យើងហើយបន្តពីលាងទុកឲ្យវាស្រស់ទឹកហើយខ្ញុំចាប់ដើមមកហាន់ដេងរបស់យើងអញ្ចឹងដេងនេះខ្ញុំដាក់មកល្មមទេព្រោះអីទុកសាច់យើងរៀងយូរដែរខ្លាចលោទុកយូរថ្ងៃវារៀងជូរពេលយើងប្រឡាក់ជាមួយដេងអញ្ចឹងវាអាចជូរសាច់របស់យើងអញ្ចឹងខ្ញុំដាក់មកល្មមហើយប្រឡាក់សាច់គោងៀតជាមួយដេងនេះឈ្ងុយល្អបងប្អូនហូបទៅគឺវាក្លិនឈ្ងុយឆ្ងាញ់ណាស់បើយើងអាំងក៏ឆ្ងាញ់ជៀនក៏ឆ្ងាញ់ដែរបងប្អូនហើយឥឡូវនេះហាន់ដេងហើយចាប់ផ្ដើមដាក់បុកវាជាមួយនឹងម្ទេសខ្ទឹមនេះខ្ញុំដាក់ទាំងតងទាំងសបកអីតែម្ដងបងប្អូនព្រោះយើងប្រឡាក់ទៅវាមានជាប់ជាមួយនឹងសាច់របស់យើងមើលទៅឃើញតំណងមែនទែនចឹងហើយខ្ញុំអត់បកសបកខ្ទឹមអីចេញទេខ្ញុំបុកទាំងមូលចឹងតែម្ដងយើងគ្រាន់តែលាងទឹកវាឲ្យស្អាតចឹងទៅហើយយើងដាក់សរោះវាមកស្ទុះទៅឲ្យវាស្រស់ទឹកឥឡូវនេះបន្ទាប់ពីបុកហើយគឺខ្ញុំយកប៉ុណ្ណឹងបងប្អូនអត់ម៉ត់ពេកទេគឺយកមកល្មមប៉ុណ្ណឹងហើយក្លិនវិញនិយាយថាពីឈ្ងុយណាបងប្អូនហើយម្ទេសនេះខ្ញុំដាក់ប៉ុណ្ណឹងគឺចង់រៀងស្ទើរឲ្យប្រឡាក់ទៅអត់សូវឃើញម្ទេសហ្មងទេបងប្អូនដោយសារតែខ្លាចក្មេងៗហឹលដែរអញ្ចឹងខ្ញុំដាក់មកល្មមតែបើយើងដាក់ច្រើនជាងនឹងតិចទៀតបានឃើញស្អាតបងប្អូនតែខ្ញុំដាក់នេះវារៀងតិចដែរឥឡូវនេះយើងចាប់ដើមប្រឡាក់សាច់របស់យើងហើយប្រឡាក់សាច់ម្ដងនិយាយថាពីខ្ជិលអារឿងគោវាបងប្អូនច្បល់វាហ្នឹងវាច្រើនច្បល់យូរវាចុកដៃហើយតើតែយើងច្បល់រៀងយូរតិចបានចូលជាតិហើយឥឡូវនេះចាប់ផ្ដើមលាយគ្រឿងប៊ីចេងស្ករអំបិលអីចឹងណាបងប្អូនលៃលោកតាមនឹងទៅតាមចំណង់ចំណូលចិត្តហើយសម្រាប់សាច់គោនេះប្រឡាក់អត់ប្រើអំបិលច្រើនទេបងប្អូនតែប្រើអំបិលលើសហ្នឹងគឺថាប្រៃហូបអត់កើតទេព្រោះអីសាច់គោដឹងមិនទេជាតិដូចវាមានជាតិប្រៃស្រាប់បងប្អូនអញ្ចឹងហើយត្រូវប្រយ័ត្នដៃតិចតែដាក់អំបិលជ្រុលគឺហូបមិនកើតហ្មងហើយខ្ញុំប្រើនេះគឺប្រើស្កររៀងច្រើនជាងអំបិលបងប្អូនហើយប៊ីចេងគឺតិចជាងគេហើយសម្រាប់សាច់គោងៀតខ្ញុំគឺខ្ញុំប្រឡាក់អញ្ចឹងគឺខ្ញុំអត់ដែរប្រើជាមួយប្រេងខ្យងរ៉ូឌីអីទេគឺខ្ញុំដាក់តែអំបិលប៊ីចេងស្ករប៉ុណ្ណឹងឯងហើយនឹងជាមួយគ្រឿងបុករបស់យើងមិញនឹងមានម្ទេសមានខ្ទឹមដេងអីចឹងណាបងប្អូនហើយបើបងប្អូនចង់បុកជាមួយល្ក្រូចទៀតក៏បានដែរបងប្អូនក៏កាន់តែឈ្ងុយដែរប៉ុន្តែខ្ញុំដាក់តែជាមួយដេងហើយនឹងម្ទេសខ្ទឹមទេបងប្អូនប៉ុណ្ណឹងគឺឈ្ងុយហើយឆ្ងាញ់ទៀតបងប្អូនអញ្ចឹងសាច់គោងៀតយើងប្រឡាក់ប៉ុណ្ណេះយើងអាចហាលវាស្ងួតហើយយើងអាចទុកវា3-4ថ្ងៃញ៉ាំបានណាបងប្អូនហើយយើងដាក់ដេងមកល្មមបានហើយបើដាក់ច្រើនពេកយើងទុកយូរថ្ងៃវាជូរអញ្ចឹងខ្ញុំដាក់មកល្មមទេហើយបើយើងបានបុកជាមួយនឹងល្ក្រូចដាក់ទៀតក៏កាន់តែឈ្ងុយដែរប៉ុន្តែថ្ងៃនេះខ្ញុំអត់បានដាក់បងប្អូនព្រោះអីអស់ស្លឹកក្រូចផងអីផងអញ្ចឹងមានប៉ុណ្ណាគឺដាក់ប៉ុណ្ណឹងទៅឥឡូវនេះចាប់ដើមច្បល់នេះរៀងយូរដែរបងប្អូនខ្ញុំកាត់ចោលខ្លះទេវីដេអូនេះហ៎ច្បល់វារៀងយូរដែរគឺថាចុកដៃដែរហ្នឹងបងប្អូនមើលឃើញក្នុងចន្លែកចេះឃើញតិចទេតែនៅក្រៅគឺច្រើនណាបងប្អូនចានដែកហ្នឹងធំដែរសាច់យើងខ្វះតែ1ខាំទៀត6គីឡូបងប្អូន5គីឡូ9ខាំ
ឥឡូវប្រឡាក់ច្បល់ហើយបងប្អូនហើយក្លិនវិញគឺថាឈ្ងុយមែនទែនហើយខ្ញុំផ្អាប់វាទុកប្រហែល1ម៉ោងបានខ្ញុំដាក់ហាលឥឡូវនេះចាប់ផ្ដើមរៀបកញ្ច្រែងដាក់ហាលហើយហាលដំបូងជាទៀសណាបងប្អូនមើលទៅជាទៀសយូរពេកនឹងដៃទៅលឿនជាងចឹងហើយដាក់រៀបយកដៃលឿនធ្វើឲ្យចាំលាងដៃទៅណាមួយត្រៀបសាច់យើងអត់មែនលូកសាច់កប់ដូចយើងច្បល់សាច់ទេបងប្អូនចឹងយើងចាប់ច្បិចពីលើយើងអត់ភ័យខ្លាចកាហាយដៃទេឥឡូវចាប់ផ្ដើមយកមកដាក់ហាលហើយបន្ទាប់ពីរៀបសាច់មកកញ្ច្រែងនេះអត់អស់ទេណាបងប្អូនគឺបានមកកញ្ច្រែងតូចហើយមកជាទៀសអាំងសាច់មួយទៀតបងប្អូនមកកញ្ច្រែងហ្នឹងដាក់អត់អស់ទេមួយចានដែកមិញណាអញ្ចឹងខ្ញុំដាក់បានមកកញ្ច្រែងហ្នឹងហើយដាក់បានមកជាទៀសហើយនឹងមកកញ្ច្រែងទូចទៀតកញ្ច្រែងនេះវារាងធំដែរតែនៅតែដាក់អត់អស់ដោយសារតសាច់របស់យើងវាច្រើនដែរហើយណាយមួយយើងជាទៅវាបានច្រើនណាបងប្អូនហើយនៅពេលដែលហាលគឺទៅក្របស្បែកចឹងហើយបងប្អូនអើយបើមិនចឹងទេរុយនោះនិយាយថាពីធំហើយឡើងខៀវឥឡូវនេះសាច់របស់ខ្ញុំស្ងួតហើយបងប្អូនខ្ញុំចាប់ផ្ដើមយកមកទុកហើយរៀងល្ងាចដែរហើយចង់ភ្លេចបងប្អូនទុករៀងជ្រុលល្ងាចបន្តិចកុំអីហ្នឹងសើមធ្លាក់មកសើមសាច់អស់បងប្អូនអើយតែប៉ុណ្ណឹកឃើញហើយនេះបងប្អូនសាច់គោងៀតរបស់ខ្ញុំគឺមានរូបរាងបែបនេះណាវាស្ទើរម្ទេសបន្តិចបងប្អូនបើសិនដាក់ម្ទេសច្រើនជាងនឹងបន្តិចគឺវាឃើញស្អាតជាងនឹងទៀតបងប្អូនប៉ុន្តែប៉ុណ្ណេះក៏អត់អីដែរបងប្អូនហើយសម្រាប់រសជាតិវិញគឺមកឆ្ងាញ់តែម្ដងអត់មានសាបពេកអត់មានប្រៃពេកផ្អែមពេកអីទេបងប្អូនមកល្មមនេះយើងហូបមួយបាយក៏បានហូបលេងក៏បានដែរ